បាទជាវិសួរបងប្អូនខាងវិស័យបាក់សៃកាឡាទាំងអស់គ្នាជំរាបសួរម្ដងទៀតអញ្ចឹងថ្ងៃនេះគឺចង់និយាយទៅលើមាន់ខ្ចីបងប្អូននៅឆ្ងល់រឿងមាន់ខ្ចីអញ្ចឹងមុននឹងចូលរឿងមាន់ខ្ចីយើងនិយាយពីឆ្នាំថែរបស់មាន់អញ្ចឹងយើងឃើញថាឆ្នាំថែមាន់គឺបងប្អូនអត់ទាន់សារបងប្អូនអត់ដឹងទេអញ្ចឹងឆ្នាំថែមាន់ស្នាដៃខ្ញុំផលិតដោយខ្លួនឯងនេះគឺជាឆ្នាំដែលមានប្រសិទ្ធភាពខ្ពស់បំផុតហើយល្អប្រើបងប្អូនអាចយកសារបងប្រើបានអញ្ចឹងជំនួយខ្យល់ដេញជាតិខ្យល់ចេញពីវៀននិងសរសៃល្អតែម្ដងអញ្ចឹងយើងចូលសាច់រឿងយើងអញ្ចឹងបងប្អូននិយាយថារឿងមាន់ខ្ចីគាត់ឆ្ងល់ថាហេតុអីមាន់គាត់យកទៅវាងយកទៅអីនេះដំបូងវាល្អដល់ពេលលើកទី2វាល្អអញ្ចឹងបងប្អូនត្រូវចាំទុកមាន់ខ្ចីគឺយើងអត់អាចបង្ខំវាបានទេហើយក៏អត់អាចដាក់ឲ្យវាងឲ្យវាយូរបានដែរអញ្ចឹងយើងត្រូវយល់ពីដូងដែលមានអាលាខ្ចីហើយនឹងដូងដែលមានអាលាចាស់អញ្ចឹងនៅពេលដែលដូងកាន់តែចាស់គឺកាន់តែសម្បកវាកាន់តែរឹងហើយនេះត្រឡោកវាគឺការកាន់តែរឹងតែបើដូងនៅខ្ចីលាវាគឺខ្ចីតែវាប្រេះស្រាំនៅពេលដែលវាខ្ចីហើយគឺវាខូចហើយអញ្ចឹងមាន់ក៏ដូចគ្នាដែរយើងត្រូវយល់ដូចគ្នាអញ្ចឹងបើមាន់ខ្ចីគឺយើងត្រូវផ្សំវាតិចហើយជាមួយនឹងមាន់ខ្ចីដូចគ្នាមិនមែនយកមាន់ខ្ចីនឹងទៅដាក់ជាមួយមាន់ចាស់ទេអញ្ចឹងគឺទោះល្អមិនក៏មិនអាចរត់រួចពីមាន់ចាស់បែរជាល្អបានមកទឹកក្រោយគឺអត់អាចរត់រួចទេតែបើយើងចាំអាយុវារហូតដល់អាយុវាចាស់អាហ្នឹងល្អឧទាហរណ៍ពីត្រឡោកដូងទៅពេលវាចាស់ទៅដល់ពេលវាប៉ះពាល់អីវាអត់ងាយប្រេះអត់ងាយស្រាំទេអញ្ចឹងយើងត្រូវយល់ដូចគ្នាអញ្ចឹងយើងប្រៀបធៀបត្រឡោកដូងទៅយើងដឹងត្រឡោកកាលវានៅខ្ចីវាលាវាខ្ចីហើយទៅវាចាស់ទៅវារឹងអញ្ចឹងបើយើងចាំអាយុវាក៏បានដែរយើងចាំអាយុហើយចាំវាងមើលវាក៏បានដែរអញ្ចឹងវាអត់ចេះខូចមាន់ទេអញ្ចឹងអ្នកបងប្អូនអ្នកលេងមាន់ដៃថ្មីត្រូវយល់ដឹងកន្លែងមាន់ខ្ចីហើយនិងមាន់ចាស់អរគុណបងប្អូនទាំងអស់គ្នា